រឿងព្រាយស្នេហ៍ប្រុសក្មេងនៅក្រោមពន្លឺព្រះច័ន្ទនាពេលយប់មានបុរសពីរនាក់ដែលជាឪពុកហើយនិងកូនបានអង្គុយសំកុកពួកហាស្អែកយើងចេញទៅរកអាហារនៅកន្លែងណាទៅដោយសារតែកន្លែងយើងទៅថ្ងៃមិញគឺអស់ម្ហូបអស់អីហើយយើងរកមិនបានសោះមួយថ្ងៃពេញពុកក៏កំពុងគិតរឿងនឹងដែរប៉ុន្តែពុកធ្លាប់ឮគេនិយាយអំពីកន្លែងមួយតែគេនិយាយថាកន្លែងនោះមានព្រាយសាហាវណាស់កន្លែងណាទៅពុកមិនមកយើងសាកទៅម្ដងហីពេលខ្លះគេអាចនឹងនិយាយបន្លាចយើងក៏ថាបានយើងអាចទៅរកមើលកន្លែងនោះម្ដងទៅហីពុកពុកក៏ធ្លាប់ឮគេនិយាយដែរថាកន្លែងនោះពីមុនគឺព្រាយលងសាហាវណាស់ហើយមនុស្សម្នាក់បាក់ស្បាតមិនហ៊ានទៅរកម្ហូបនៅម្ដុំនោះទៀតទេតែឥឡូវយើងទាល់ហើយយើងមានតែទៅលុះព្រឹកឡើងបានមកដល់នាពេលយប់ឪពុកកូនពីរនាក់ក៏បានដើរម្ដាលគ្នាចូលទៅក្នុងព្រៃទៅទីកន្លែងនោះដើម្បីរកចាប់មើលសត្វយកមកធ្វើម្ហូបទីកន្លែងនេះអ្នកណាក៏ដឹងដែរថាជាទីកន្លែងដែលពពេញទៅឲ្យគ្រឿងសាហាវហេតុអីបានទៅឪពុកកូននឹងហ៊ានចូលមកគិតទៅខ្ញុំក៏ប្រម៉ាយឯកាម្នាក់ឯងយូរដែរខ្ញុំគួរតែមានគូសកលនឹងគេឥឡូវខ្ញុំគួរទៅមួយពួកគេឥឡូវខ្ញុំបំបែកាយសិនយូរអាចប្រែកន្លែងជាស្អាតម្ដងខ្ញុំមានអារម្មណ៍ថាផ្លាយចិត្តអស់ហើយតើខ្ញុំនឹងគួរតែប្រាប់ទៅឪពុកកូនពីរនាក់នឹងថាម៉េចទៅថាខ្ញុំនឹងជាទេវតាល្អទេដើម្បីសុំគាត់នឹងទៅរស់នៅក្នុងស្រុកជាមួយគ្នាហើយណាមួយខ្ញុំក៏ដូចជាស្រឡាញ់កូនប្រុសគាត់ដែរបន្ទាប់ពីនិយាយចប់នាងព្រាយនឹងក៏បានដើរទៅរកកន្លែងអ្នកខ្លួនដើម្បីស្កាត់ជួបជាមួយនឹងឪពុកកូនពីរនាក់នឹងហើយសុំគាត់ទៅរស់នៅជាមួយនៅក្នុងស្រុកពុកឈរនៅធ្វើអីទៅនៅឈរនៅស្ទឹកនឹងមិនពុកហេតុអីបានអត់មើលខ្ញុំចង់ពុកមានរឿងអីមែនពុកឯងក៏មើលមើលយើងដូចជាឃើញស្អីសមោតិចខ្លាតដងពុកខ្លាំងនៅក្នុងព្រៃគេមិនឲ្យនិយាយឲ្យផ្ដេសផ្ដាសទេឯងកុំនិយាយចាំមើលសិនភ្លាមនោះនាងព្រាយក៏បានដើរចូលមករកឪពុកកូនពីរនាក់សួស្តីលោកពូសួស្តីលោកបងនាងខ្ញុំគឺជាទេពធីតាដែលឋានលើតម្រូវឲ្យចុះមកឋានក្រោមកុំជឿនៅអ្វីដែលយើងបានឃើញអសោះណាពុកក្រាបបង្គំព្រះធីតាតើមានអ្វីឲ្យពួកខ្ញុំនឹងបម្រើទេទេពធីតាចង់សុំលោកទាំងពីរនឹងទៅរស់នៅផ្ទះជាមួយដែរតម្រាំនឹងខ្ញុំបំពេញពីអាកិច្ចហើយតើលោកទាំងពីរនឹងយល់យ៉ាងណាដែរឪពុកកូនពីរនាក់ក៏យកព្រមឲ្យនាងព្រាយនឹងទៅរស់នៅផ្ទះជាមួយគ្នាហើយពួកគាត់ក៏បានដើរចេញពីទីកន្លែងនឹងទៅព្រមគ្នាទៅនៅផ្ទះបាយនាងព្រាយក៏បានដើរមករកបរិសជាកូននឹងពេលនោះភ្លាមអ្នកទាំងពីរក៏បាននិយាយព្រមគ្នាថានាងលោកនិយាយមកលោកមានអីចង់និយាយមែនទេខ្ញុំនិយាយត្រង់ចុះខ្ញុំមិនលាក់បាំងទេមើលទៅអ្នកនាងដូចជាមិនមែនមនុស្សទេហើយក៏មិនមែនទេពធីតាដែរព្រោះទេពធីតាយ៉ាងហោចណាស់ក៏មានសាច់មានឈាមដូចមនុស្សធម្មតាដែរតែនេះអ្នកនាងដូចបិសាចអញ្ចឹងពេលយប់នាងព្រាយក៏បានដើរចេញមកក្រៅទាំងអារម្មណ៍ម៉ៅដោយសារតែកូនប្រុសរបស់គាត់នឹងដូចសង្ស័យនាងអញ្ចឹងពេលនោះនាងក៏បាននិយាយមើលទៅកូននឹងដូចជាសង្ស័យយើងដល់ហើយយើងគួរតែកម្ចាត់កូននឹងចោលបានត្រូវតទៅពេលនិយាយចប់នាងព្រាយក៏បានប្រែកាឡាទៅជារូបដើមវិញភ្លាមនោះនាងក៏បាននិយាយថាយើងដូចជាឃ្លានដល់ហើយទើបចេញពីព្រៃមួយថ្ងៃសោះដូចឃ្លានតែនោះមានទាមានរពេយើងស៊ីវាឆ្អែតក្រពះសិនចុះយប់នេះយើងមិនបានហូបអីមួយម៉ាត់ដូចជាឃ្លានដល់ហើយព្រោះខានស៊ីរបស់បែបនេះយូរហើយពេលព្រឹកមកដល់គឺនិយាយពីអ្នកភូមិជុំគ្នាកុសកហ្មងដោយសារតែមានសត្វជាច្រើនបានស្លាប់បន្តបន្ទាប់គ្រាន់តែនាងព្រាយនឹងមករស់នៅក្នុងភូមិមួយថ្ងៃហើយក្នុងនោះក៏មានកូនចៅលោកមេភូមិជាច្រើនពេលនោះអ្នកភូមិក៏បានរៀបគម្រោងគ្នាដើម្បីតាមដានស្ថានភាពហេតុការណ៍នេះដែរពេលយប់មកដល់នាងព្រាយក៏បានដើរចូលទៅក្នុងបន្ទប់កូនប្រុសពេលនោះស្រាប់តែកូនប្រុសនឹងក៏បាននិយាយទៅកាន់នាងព្រាយថាជប់ហើយអ្នកនាងហេតុឲ្យបានចូលក្នុងបន្ទប់ខ្ញុំបែបនេះមិនស័ក្តិសមទេអ្នកនាងឆាប់ចេញទៅវិញទៅមុននឹងប៉ាខ្ញុំមកវិញបន្ទាប់ពីនិយាយចប់នាងព្រាយក៏ធ្វើសន្លប់ដួលអីណានៅអញ្ចឹងពេលនោះស្រាប់តែកូនប្រុសនឹងក៏បានរត់ចេញជាបញ្ញាប់ដោយសារតែឃើញនាងព្រាយនឹងធ្វើកាយវិការដូចអត់ស្រួលទេ
បន្ទាប់ពីគម្រោងការបានសម្រេចនាងព្រាយក៏បានដើរចេញទាំងមកម៉ៅចេញពីផ្ទះនឹងទៅកាន់គោឈើមួយពេលនោះនាងព្រាយក៏បានឡើងទៅលើដើមឈើហើយនាងក៏បានប្រែកាឡាទៅជារូបរាងដើមនោះស្រាប់តែលោកមេភូមិហើយនឹងប៉ាបុក៏បានមកដល់សំស្របទាំងម្ដងនាងព្រាយអើយនាងឯងឆាប់ទៅចាប់ជាតិទៅហេតុអីបាននាងឯងនឹងមនុស្សចង់កម្មចង់ពៀនឹងមនុស្សបែបនេះយើងមិនចង់ធ្វើបាបនាងឯងទេនាងឯងគួរទៅចេញទៅលោកឯងនាំគ្នាមកបំផ្លាញក្តីសុខខ្ញុំស្រឡាញ់របស់កូនអ៊ំម្នាក់នោះខ្ញុំស្រឡាញ់ណាស់ចឹងហើយខ្ញុំមិនទៅណាទាំងអស់លុះត្រាតែខ្ញុំនឹងបានម្នាក់ប្រុសនោះធ្វើជាប្តី